ពីរបៀបតម្លើង FMMPEG Art Environment នៅក្នុងកុំព្យូទ័ររបស់យើងដើម្បីឲ្យកម្មវិធីវាចាប់ទាញយកមកប្រើព្រោះកម្មវិធី FMMPEG ហ្នឹងវាសំខាន់ខ្លាំងចំពោះវីដេអូឲ្យតែពាក់ព័ន្ធជាមួយនឹងវីដេអូអត់វាបានទេអញ្ចឹងអ្នកទាំងអស់គ្នាខ្លះថាតម្លើងហើយប៉ុន្តែនៅតែអត់ដើរអញ្ចឹងវាប្រហែលជាអ្នកមួយចំនួនតម្លើងខុសផាតវាក៏ថាបានដែរអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកបង្ហាញថាតើ FMMPEG ដែលយើងបានតម្លើងនៅក្នុង Part Environment ហ្នឹងវាជោគជ័យឬអត់អញ្ចឹងអ្នកទាំងអស់គ្នាងាយស្រួលទេអ្នកទាំងអស់គ្នាគ្រាន់តែចុច Start ថាអក្សរ O នៅលើ keyboard របស់យើងចុច Start អក្សរ O មកវាចេញពាក្យអញ្ចឹងអ្នកទាំងអស់គ្នាវាយពាក្យ CMD ដល់មកអ្នកទាំងអស់គ្នាចុច OK អញ្ចឹងវាលុបទាំងពណ៌ខ្មៅនឹងមកណាអញ្ចឹងអ្នកទាំងអស់គ្នាចូលក្នុង group ដល់មក copy នេះ copy ពាក្យFMMPEG version ហ្នឹងអ្នកទាំងអស់គ្នា copy មកមិនបាច់បាក់វាយទេហើយមកស្ដាំលើវាមកវា load ហើយអញ្ចឹងអ្នកទាំងអស់គ្នាចុច Enter អញ្ចឹងអ្នកនរគ្នាមើលនេះខ្ញុំរីកឲ្យធំតិចគ្នាមើលស្រួលមើលអូរីកអត់បានហ៎រីកបានណាផ្ទាំងអញ្ចឹងអ្នកនរគ្នានឹងឃើញវាដាក់នេះវាដាក់ថា FMPEG is not recognized នេះ recognized as an internal for external command អញ្ចឹងបានន័យថាកុំព្យូទ័ររបស់ខ្ញុំនេះវាអត់មាន FMPEG ទេឬក៏ខ្ញុំតម្លើងអត់បានជោគជ័យទេមានពេលខ្លះវាចេញពី error វាចេញអីចឹងណាអញ្ចឹងអ្នកនរគ្នាចំណាំមើលទៅពាក្យ is not recognized ហ្នឹងបានន័យថាហ្នឹងហើយវានេះហើយ FMPEG is not recognized បានន័យថាវារបស់យើងតម្លើងអត់ត្រូវឬក៏អត់មាននៅក្នុងកុំព្យូទ័ររបស់យើង Part Environment របស់យើងទេអញ្ចឹងយើងត្រូវតម្លើងវាតាមវីដេអូដែលខ្ញុំបានប្រាប់វីដេអូដែលខ្ញុំប្រាប់មុនរបៀប FMMPEG អញ្ចឹងអ្នកនរគ្នាចូលទៅមើលទៅបើសិនជាវាឥឡូវខ្ញុំបិទបើសិនជាវាបានឥឡូវខ្ញុំតម្លើងនេះឥឡូវខ្ញុំមាន file zip ហ្នឹងខ្ញុំតម្លាក់ឲ្យបងប្អូនរួចហើយអញ្ចឹងអ្នកនរគ្នាមើលនៅក្នុង group ទៅអានេះដោយសារមិញខ្ញុំបានលុបវាចោលដើម្បីបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងឥឡូវខ្ញុំ extract វាសាមីហើយអញ្ចឹងខ្ញុំចូល folder ហ្នឹងមកហើយចុចលើ folder ហើយយក bin តាមវីដេអូមុនណាអញ្ចឹងអ្នកនរគ្នាចុច copy path នេះមកនេះ path កន្លែងហ្នឹងណា path កន្លែងហ្នឹងមក copy វាមកដល់មកអ្នកគ្នារកពាក្យនេះ edit the system environment variable កន្លែងហ្នឹងណាអ្នកវាយចុចE ទៅវា load មកហើយអាហ្នឹងខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនហើយអញ្ចឹងខ្ញុំចុចលឿនទៅហ្មងខ្ញុំយករបស់ខ្ញុំមកដាក់អញ្ចឹងខ្ញុំចុច environment ហើយ load ផ្ទាំងនេះចុចពាក្យ path ដល់មកចុច edit ដល់មកយកពាក្យ new ដល់មកខ្ញុំ path environment អូច្រឡំpath របស់ខ្ញុំមិញនេះ path នេះអញ្ចឹងអ្នកនរគ្នាចុច path ហ្នឹងបានន័យថាវាចាប់ទីតាំងរបស់យើង FMMPEG របស់យើងនៅណាអញ្ចឹងណាអញ្ចឹងយើងចុចOK មកដល់មកអាក្រោមនេះមួយទៀតអ្នកនរគ្នា edit ដែរមកហើយទៅពាក្យ new ដល់មក copy ចូលភាសាទៀតOK ចុច OK ខ្ញុំភ្លេចចុច OK អានេះផងនេះហើយអញ្ចឹងយើងចុចមកមើល CMD ភាសាទៀតមកអញ្ចឹងអ្នកនរគ្នាចុចStart ហើយអក្សរ O ដែរមកហើយចុចពាក្យ CMD ដែរមកចុច OK អញ្ចឹងចូល copy អាមិញមើលចង់ដឹងថាពេលខ្ញុំដាក់ហ្នឹងវាចេញមិនចេញបានហើយអញ្ចឹងមកស្ដាំលើវាកន្លែងហ្នឹងមកចុច OK មកអ្នកនរគ្នាឃើញនេះវាចេញពាក្យ FMMPEG version 8.1 Essential Build W Agent Dev Copyright អីចឹងមកអញ្ចឹងវាអត់ចេញ note ដូចមិញទេឬក៏ចេញ error អីវាមានទេអញ្ចឹងបានន័យថាការតម្លើងរបស់ខ្ញុំនេះគឺជោគជ័យហើយអញ្ចឹងរបៀបយើងមើលថាយើងតម្លើង FMMPEG ជោគជ័យឬមិនជោគជ័យគឺយើងអាចមើលកន្លែងហ្នឹងអត់បាក់ទេអ្នកនរគ្នាគ្រាន់តែចុចនេះមក Start O មកហើយ CMD មកបើពាក្យ CMD ហើយចុច OK មកហើយ copy អាអក្សរមួយជួរនេះ FMMPEG version នេះយកមកដាក់មកអញ្ចឹងគឺវាបង្ហាញឲ្យ error ឬក៏មិនមាននៅក្នុង comment របស់យើងអីចឹងគឺវាបង្ហាញលើហ្នឹងឬក៏វាមានវាបង្ហាញនៅក្នុងហ្នឹងជោគជ័យអញ្ចឹងណាដូចរបស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាតម្លើង FMMPEG ចង់ដឹងថាវាជោគជ័យមិនជោគជ័យយើងត្រូវឆែកបែបហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀត